ADV 150មានបញ្ហាដែលប៉ាឡើងញ័រក្បាលមូលហ្គាឡើងខ្ពស់ថប់ម៉ូតូឆាប់ឡើងក្តៅស៊ីសាំងខុសពីធម្មតានិងលាន់សំឡេងងើវីដេអូមួយនេះខ្ញុំសូមធ្វើការចែករំលែកយ៉ាងពិសេសទៅដល់បងប្អូនដែលប្រើប្រាស់ម៉ូតូប្រភេទអូតូក៏ប៉ុន្តែមិនសូវចាប់អារម្មណ៍លើការថែទាំជាស្អីជាម៉ូតូ ADV 150cc មួយគ្រឿងនេះប្រើប្រាស់លើតំបន់ដែលហុយខ្លាំងជាធ្វើសបុកអែនេះគឺអត់មានកន្លែងដែលសល់ទេបងប្អូនគឺដីណែនប៉េះតែម្ដងដោយបងប្អូនបានឃើញស្រាប់ម៉ូតូប្រើប្រាស់បានជាង 10000 គីឡូមិនដែលដុតមើលសបុកអែសំបីតែម្ដងនៅពេលដែលសបុកអែមានដីខ្លាំងកម្រិតប៉ុណ្ណេះម៉ូតូច្បាស់មានបញ្ហាជាងគេនោះគឺម៉ូតូឆាប់ឡើងកម្ដៅខ្លាំងហើយជាពិសេសមូលហ្គាឡើងខ្ពស់ចាប់ផ្ដើមមានអារម្មណ៍ថាថប់រត់តែរលត់បច្ចុប្បន្ននេះខ្ញុំសង្កេតឃើញថាបងប្អូនចាប់អារម្មណ៍ជាងគេលើការលាងសម្អាតទូហ្គាឬក៏ហ្គាក៏ប៉ុន្តែមុនពេលឈានដល់ដំណាក់កាលលាងសម្អាតទូហ្គាឬក៏ហ្គាបងប្អូនគួរតែមើលសបុកអែមុនបើយើងក៏លេចមកមើលប្រអប់សេពីវិញគឺថាអូដីគ្រប់ទិសទីនេះខ្ញុំកាយរំលាយហើយបើដបូលហើយកដុំតែម្ដងដីគឺឡើងក្តាប់តែម្ដងអញ្ចឹងម៉ូតូនេះក្រមួលរ៉ាឡើងគឺញ័រទៅហើយមួយវិញទៀតបើតាមម្ចាស់ម៉ូតូក៏រៀបរាប់ម៉ូតូរបស់គាត់ធ្លាប់មានប្រវត្តិចូលទឹកក្នុងព្រេងកាឡេទៀតមិនបានសម្អាតត្រឹមត្រូវឥឡូវនេះចាប់ផ្ដើមមានបញ្ហាលាន់ក្នុងប្រអប់កាឡេហើយអញ្ចឹងមកខ្ញុំតែជម្រាបជូនទៅកាន់បងប្អូនថាការថែទាំម៉ូតូប្រភេទអូតូនេះទាមទារឲ្យយើងមានការយកចិត្តទុកដាក់ខ្ពស់មែនទែនជាពិសេសសម្រាប់ម៉ូតូដូចជា ADV PCX Click ជាដើមយើងត្រូវតែឆែកពិនិត្យមើលលម្អិតឲ្យបានច្បាស់លាស់ទៅលើប្រេងម៉ាស៊ីនប្រេងកាឡេសំបុកអែប្រអប់ខ្សែពានរួមជាមួយនឹងទឹកបញ្ចុះកម្ដៅឬហៅទឹកស្អំនឹងឯងដើម្បីកុំឲ្យម៉ូតូរបស់យើងខូចច្រើនជាពិសេសមុនពេលបងប្អូនធ្វើដំណើរផ្លូវឆ្ងាយបងប្អូនត្រូវតែប្រកាសក្នុងចិត្តឲ្យបានច្បាស់ថាម៉ូតូដែលត្រៀមធ្វើដំណើរផ្លូវឆ្ងាយនោះគឺធានាបាននូវសុវត្ថិភាពសំបុកអែនៅល្អគ្រឿងបង្គុំក្នុងប្រអប់ខ្សែពានអាចប្រើប្រាស់បានជៀសវាងបងប្អូនធ្វើដំណើរផ្លូវឆ្ងាយមានគ្រោះថ្នាក់ដោយប្រការណាមួយបែបនេះទើបហាងដុកទ័រម៉ូតូនាពេលបច្ចុប្បន្ននៅតែបន្តផ្ដល់ជូនទៅការទាញជនទាំងអស់គ្នារាល់ការទិញប្រេងម៉ាស៊ីននិងប្រេងកាឡេមួយឈុតនៅហាងផ្ទាល់យើងនឹងផ្ដល់ជូននៅការឆែកសម្អាតសំបុកអែនិងប្រអប់ខ្សែពានជូនដោយឥតគិតថ្លៃរួមជាមួយការប្រឹក្សាយោបល់យ៉ាងច្បាស់លាស់ទាក់ទងទៅនឹងការថែទាំម៉ូតូរបស់លោកអ្នកដើម្បីប្រើប្រាស់បានយូរមិនងាយខូចមិនងាយរើម៉ាស៊ីន